រឿង Bus Love Levi ថែមក្រែមតិចសិនពេលនេះឆឹងហាន់ណែណាទេប្រហែលជាកំពុងតែផឹកស្រាជាមួយមិត្តភក្តិរបស់គេខ្ញុំគួរតែចាំគេមកផ្លែតទេហើយម៉េចកំស្រេចគឺខ្ញុំទេហើយម៉េចឆ្លើយនឹងសំណួរខ្ញុំភ្លាមនាងហើយលោកអភិបាលក្រុងគឺជាបងប្អូននៅគ្នាមែនទេយ៉ាងម៉េចបើខ្ញុំនិយាយថាពិតមែនយ៉ាងម៉េចលើកចាញ់យ៉ាងម៉េចជាមួយខ្ញុំពិតមែនណាហើយម៉េចហេតុអីបានជានាងមិនប្រាប់ខ្ញុំតាំងពីដំបូងហេតុអីខ្ញុំត្រូវប្រាប់លើកបងប្រាប់ខ្ញុំមានអីតាក់ទងជាមួយនឹងតំណែងរបស់យើងដែរវាជាសំណាងរបស់ខ្ញុំទៅវិញទេដែលខ្ញុំមិនបានប្រាប់លើកទៅធ្វើឲ្យខ្ញុំស្គាល់លោកកាន់តែច្បាស់ហើយម៉េចនាងដឹងទេថាខ្ញុំពិតជាស្រឡាញ់នាងខ្លាំងណាស់ខ្ញុំនឹកនាងខ្ញុំសម័យឃើញនាងជានិច្ចនៅពេលដែលខ្ញុំកេងជាមួយនឹងសឹងលឺឆឹងមិនហើកុំមិននិយាយសម្ដីគួយខ្ពើមរអាមជាមួយខ្ញុំបើសិនជាលោកមិនឈប់ទេខ្ញុំនឹងហាយឆឹងហានឥឡូវនេះហើយម៉េចមិនបានជានាងឆោតល្ងងចឹងនេះនាងគិតថាឆឹងហានស្រឡាញ់នាងជាងដែលខ្ញុំស្រឡាញ់នាងមែនទេផាត់ឆឹងមិនហើយឈប់ភ្លាមកុំភ្លេចថាថ្ងៃនេះលោកគឺជាកូនកំឡោះណាហើយម៉េចខ្ញុំពិតជាមិនបានស្រឡាញ់សឹងលូទេនាងបែកគ្នាជាមួយឆឹងហានទៅហើយយើងមកចាប់ផ្ដើមជាមួយគ្នាជាថ្មីនាងចាំខ្ញុំបានទេចាំខ្ញុំ3ឆ្នាំប៉ុណ្ណោះខ្ញុំនឹងលេងលើសជាមួយនឹងសឹងលូក្នុងរយៈពេល3ឆ្នាំឈិនមិនហើយឯមនុស្សចឹងហើយឯងនិយាយបែបនោះបាត់យ៉ាងម៉េចអ្នកទាំងពីរកំពុងធ្វើស្អីហ្នឹងហើយម៉េចឯងកំពុងតែធ្វើស្អីប្តីរបស់ខ្ញុំគេគឺជាមនុស្សចឹងហើយសឹងលូនាងគួរតែគិតជាថ្មីទៅឯងហ៊ានថែប្តីរបស់ខ្ញុំបែបហ្នឹងផងឯងលូមិនអីទេយើងបានដោះស្រាយគ្នាដាច់ស្រឡះហើយនាងនឹងមិនមករំខានពួកយើងទៀតទេឈិនមិនហើយលោកនិយាយថាម៉េចហ្នឹងមើលស្អីនេះរឿងចាប់3ឆ្នាំប៉ុណ្ណោះខ្ញុំនឹងលេងលើសជាមួយនឹងសឹងលូនៅក្នុងរយៈពេល3ឆ្នាំក្រោយOh my god ថាម៉េចឈិនមិនហើយបងហ៊ានធ្វើអញ្ចឹងផងអេបានមិនបាច់រៀបការរៀបស្អីទៀតទេហើយកុំសង្ឃឹមថាគ្រួសាររបស់បងនឹងរួចផុតពីភាពខ្សែធននោះហើយមើលចុះខ្ញុំនឹងលេងលះហើយហើយមើលរកខ្ញុំវិញមកហើយមើលបុបអាយយ៉យអាណាវាយអញយើងធ្លាប់ប្រមានអញហើយថាកុំឲ្យមករយៈជាមួយនឹងពិតស្រីរបស់ជើងទៀតអាចជឹងរៃកុំឲ្យយើងលឺឯងហៅឈ្មោះហើយមិនចេញពីមាត់របស់អញទៀតឲ្យសោះហើយបើជួយខ្ញុំផងឆឹងហាន់ឆាប់ទៅខ្ញុំមិនអីទេតោះយើងទៅវិញទៅឆិនមិនហើយមនុស្សចឹងរៃមនុស្សថាទៀតហើយម៉េចតោះយើងទៅវិញទៅចឹងរៃជោក្មេងល្ងងនាងយំប្រតែអាមនុស្សចឹងរៃនោះទៀតហើយអត់ទេខ្ញុំមិនយំប្រតែគេទេខ្ញុំយំប្រតែលោកចឹងហានលោកឲ្យចំពោះខ្ញុំម្ល៉េះចឹងហានហើយពួកគេក៏បានញ៉ាំមាត់គ្នាយ៉ាងសស័កសស្រាំចារហូតមកដល់ថ្ងៃនេះតើខ្ញុំបានដឹងពីមុខមាត់ពិតរបស់ឈិនមិនហាវកាលពីអតីតដោយសារតែគេខ្ញុំសុខចិត្តកាត់គ្រួសាររបស់ខ្ញុំចេញហើយក៏លែងទៅផ្ទះតាំងពីពេលនោះមកផ្ទះរបស់ខ្ញុំនៅមីងឆាំងខ្ញុំត្រឡប់ទៅផ្ទះតែនៅពេលចូលឆ្នាំថ្មីខ្ញុំប្រាជ័យហើយម្ដាយរបស់ខ្ញុំប្រហែលជាយំទឹកភ្នែកខ្លាយទៅជាមហាសមុទ្របាត់ទៅហើយក៏មិនដឹងដោយសារតែរឿងនោះខ្ញុំបានធ្វើរឿងជាច្រើនដែលធ្វើឲ្យគ្រួសាររបស់ខ្ញុំជួយចាប់ឈប់យំទៀតតាវាមិនតាន់ជិតពេលទេគ្មានឪពុកម្ដាយណាដែលមិនស្រឡាញ់កូនទេពួកគាត់ខឹងនាងមិនបានយូរទេទៅរកពួកគាត់ទៅសុំការអភ័យទោសពីគាត់ទៅអ្វីនឹងត្រឡប់មកល្អដូចកាលពីមុនវិញមិនខានហើយម៉េច
យើងកំតាន់អាចទៅផ្ទះអីខ្ញុំនឹងនាំនាងទៅកន្លែងមួយស្លៀកពាក់បែបនេះដូចជាទាក់ទាញចំបាប់អារម្មណ៍អ្នកផ្សេងពេកទេស្លៀកពាក់ដូចមុននោះទៅវិញទេដែលទាក់ទាញចំបាប់អារម្មណ៍របស់ពួកគេនេះគ្រាន់តែជាសម្លៀកបំពាក់ធម្មតាវ៉ាវឆាងហានទោះបីជានៅក្នុងសម្លៀកបំពាក់ធម្មតាបែបនេះក៏នៅតែសង្ហាដែរដើរស្រាតក៏សង្ហាដែរក្អូនឆាងហានហ្នឹងតោះយើងឆាប់ទៅរោងកុនទៅបានខ្ញុំខាំមកមើលកុនយូរប៉ុណ្ណាហើយទេនេះឆាងហានហើយមិនបានជាជ្រើសរើសរឿងបែបនេះម៉េចហេតុអីលោកមានចេតនាមែនទេអត់ទេខ្ញុំមិនហេតុអីពួកគេមិនតលែងចាក់កលិចគ្នានៅផ្ទះទៅហើយមិនបានជាមកធ្វើអីបែបនេះនៅរោងកុនដែរលបល់យកហើយចាប់ពួកយើងចាំកាលតោះទៅវិញឆាងហានលោកលេងចង់មើលរឿងហើយហ៎ខ្ញុំមិនអាចត្រាំបានទៀតទេថាម៉េចឡើងឡានទៅក្រឹបឆាងហានធ្វើអីលោកចង់ធ្វើអីហើយម៉េចខ្ញុំអាចថានាងបានទេបានគូទិងវូបើឯងគ្មានរឿងសំខាន់អីទេឯងងាប់បងប្រុសអើយចាំបាច់ហ្នឹងមិនបានជាខឹងអីយ៉ាងនេះខ្ញុំខលទៅបងប្រកាសជាមានរឿងសំខាន់ហើយគ្រាន់តែចង់ទំពាសាច់ម្ដុំដែលនៅចំពោះមុខសោះអីក៏ពិបាកចាក់នេះលោកនិយាយថាម៉េចនិយាយថាខ្ញុំជាសាច់ម្ដុំចឹងហ៎មែនហើយគឺជាសាច់ដែលពិសេសទៀតផងចង់និយាយថាសាច់សំណក់មែនបងប្រុសសេវីនឹងទៅអឺរ៉ុបហើយឯងខលហៅខ្ញុំព្រោះតែរឿងនេះហ៎បងប្រុសខ្ញុំមិនអាចបំភ្លេចនាងបានទេឯងហៅខ្ញុំឲ្យប្រញាប់មកផ្ទះព្រោះតែរឿងនេះយ៉ាងម៉េចសម្រាប់ខ្ញុំរឿងដែលតេតើជាមួយនឹងហ្វៃគឺសត្វតែជាបញ្ហាធំទាំងអស់ហ្នឹងខ្ញុំបានធ្វើឲ្យខូចរឿងល្អរបស់បងចឹងចង្រៃយឺអើយនេះចង្រៃណាសូមទៅខ្ញុំពិតជាមិនមានបងទេខ្ញុំមិនដឹងថាបងកំពុងតែមានរឿងសំខាន់ដែលត្រូវធ្វើឬមួយក៏អ្នកទាំងពីរទៅបន្តកន្លែងណាឲ្យរៀបរយសិនណាល្អទេឯងត្រឡប់មកអារម្មណ៍ល្អវិញហើយបងប្រុសប្រាប់ខ្ញុំថាខ្ញុំគួរធ្វើយ៉ាងណាឲ្យហ្វៃត្រឡប់មករកខ្ញុំម្ដងទៀតវាគឺជាកំហុសរបស់ឯងទេឯងជាអ្នកធ្វើឲ្យនាងឈឺចាប់មុនហើយឥឡូវនាងមិនខ្វល់ពីឯងទៀតនោះទេកាលពីមុនខ្ញុំមិនដាច់ចាប់អារម្មណ៍ជាមួយហ្វៃឥឡូវនេះខ្ញុំដឹងហើយថានោះគឺជាកំហុសរបស់ខ្ញុំបើសិនជាលោកដឹងថានោះជាកំហុសរបស់លោកនៅតែជាមនុស្សល្អអូពីមុនខ្ញុំចង់មកសៀតណាស់មែនទេហើយឯងគិតថាម៉េចដែរចេះគ្នាបន្តចាខ្ញុំទៅធ្វើមហោបហើយអ្នកទាំងពីរសម្រាប់សម្រួលគ្នាយល់ហើយមែនទេនៅទេប៉ុន្តែនាងនៅតែមានខ្ញុំនៅក្នុងបេះដូងរបស់នាងហើយមិនគឺជាមនុស្សស្រីល្អម្នាក់បងពិតជាស្រឡាញ់នាងខ្លាំងហើយមួយវិញទៀតបងគួរតែបំភ្លេចរឿងការពាក្យដិតទៅមិនបាច់បារម្ភពីរឿងនោះទេខ្ញុំមិនធ្លាប់ធ្វើជាមនុស្សថោកទាបនោះទេ